ការគោរពទៅតាមប្រវេណីទំនៀមទម្លាប់នោះគឺយើងផ្លាស់ប្ដូរទៅតាមសម័យកាលហើយបើយើងគិតតាមព្រាហ្មណ៍និយមមានលក្ខណៈផ្សេងគិតតាមពុទ្ធនិយមមានលក្ខណៈផ្សេងហើយបុរាណនិយមមានលក្ខណៈផ្សេងអញ្ចឹងយើងចែកដាច់ពីគ្នាប៉ុន្តែថ្ងៃនេះដោយសារពុទ្ធិកខេមរបរិស័ទប្រជាជាតិកម្ពុជាយើងគោរពទៅលើពុទ្ធសាសនា 90% ជាងអញ្ចឹងយើងនឹងក្តោបអត្ថន័យសំខាន់ទៅលើបែបពុទ្ធនិយមនិងបែបពុទ្ធនិយមអញ្ចឹងពុទ្ធនិយមមានពិធីសំខាន់5ដែលតាមពុទ្ធនិយមខ្លះបុរាណនិយមខ្លះនឹងណ5ដែលសំខាន់ដែលដូនតាយើងលើកឡើងជាកិច្ចក្នុងការអប់រំមនុស្សក្នុងពិធីបុណ្យសពនឹងមិនមែនអប់រំសាកសពទេគឺអប់រំអ្នកដែលនៅរស់ឲ្យយល់អំពីអត្ថន័យនៃពិធីសំខាន់ទាំង5ក្នុងពិធីបុណ្យសពបើយើងនិយាយទៅតាំងពីសម័យបុរាណកាលមកលោកតែងទូមានយើងក្នុងពិធីបុណ្យសពនោះមានលក្ខណៈពិសេស5ឬក៏លក្ខណៈសំខាន់ទាំង5ដោយអូនពិធីករបានលើកឡើងខាងដើមទី1គឺពិធីប្រែរូបទី2ពិធីប្រាជ្ញលេខទី3ភាសចិញ្ចៀនត្បូងទី4បួសមុខភ្លើងនិងទី5សណ្ដោងស្បូវភ្លាំងអញ្ចឹងយើងមានលក្ខណៈ5ហ្នឹងជាកិច្ចសំខាន់ក្នុងពិធីបុណ្យសពនឹងហើយកម្មវិធីប្រាជ្ញលេខមកចង់និយាយរឿងប្រាជ្ញលេខហ្នឹងជាកតិមួយក្នុងការអប់រំទាំងកុហកទាំងបព្វជិតព្រះសម្មាសម្ពុទ្ធព្រះអង្គលោកចង់អប់រំថាពេលដែលយើងដង្ហែសពទៅកាន់ទីបច្ឆាឬទីបូជាឬទីស្មោសានព្រោះសម័យដើមសពដោយសម័យពុទ្ធកាលកាលពីព្រះអង្គគង់នៅបច្ចុប្បន្នយើងមានលក្ខណៈរំលាយសពមានលក្ខណៈ3សំខាន់ទី1យើងតែងយកទៅចោលក្នុងព្រៃស្មោសានដោយសត្វស៊ីទី2បដែតចោលក្នុងទឹកស្ទឹងហើយទី3បូជាដោយព្រះអគ្គីហើយខ្មែរយើងប្រកាន់ទំនៀមទម្លាប់ហ្នឹងតាំងពីសម័យដើមមកគឺយើងឆ្លងតាមវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ឥណ្ឌាហ្នឹងច្រើននិងសម័យបុរាណកាលអញ្ចឹងយើងក៏មានលក្ខណៈពិធីរំលាយសពហ្នឹង3ដូចឥណ្ឌាអញ្ចឹងដែរចោលក្នុងព្រៃស្មោសានដោយសត្វស៊ីបដែតចោលក្នុងទឹកស្ទឹងនិងបូជាដោយព្រះអគ្គីប៉ុន្តែបញ្ចុះនេះយើងអត់មានទេបញ្ចុះនេះយើងទៅតែមានក្រោយដែលយើងឆ្លងតាមវប្បធម៌ប្រពៃណីរបស់ចិនដែលវាចូលមករកស៊ីស្រុកខ្មែរបានប្រពន្ធខ្មែរខ្លះទៅបានប្តីខ្មែរខ្លះទៅក៏យើងកាន់ទំនៀមទម្លាប់ចិនហ្នឹងតសម័យក្រោយនេះប៉ុន្តែសម័យក្រោយនេះយើងមិននិយាយរឿងសម័យបញ្ចុះយើងនិយាយពីសម័យបុរាណកាលដែលកូនចៅអាចយល់និងដឹងពីទំនៀមទម្លាប់ហ្នឹងគឺសពណាដែលកាយសាហាវនិងដែលធ្វើឃាតគេឬលួចឆក់ប្លន់កັບកេងប្រវាញ់ប្រព្រឹត្តបទអក្រិតនិយាយចេះគឺបរិជាតែងយកសពហ្នឹងទៅចោលក្នុងព្រៃអសត្វស៊ីសពណាការដែលនៅរស់រៀនមានជីវិតដើរនិយាយចាក់រុកឲ្យគេឆ្លុះតោះតែងខ្វែងកំណត់ក្តៅកាហាយដោយសារពាក្យសម្ដីកាយវិការអរិយាប័ត្រធ្វើឲ្យគេនៅមិនសុខគេក្តៅកាហាយដោយសារខ្លួនបុគ្គលហ្នឹងគេតែងយកទៅទម្លាក់ទឹកដោយគេមានជំនឿថាកាលណាបុគ្គលនឹងនៅរស់ធ្វើឲ្យគេក្តៅកាហាយអញ្ចឹងគេយកទៅទម្លាក់ទឹកទៅព្រោះមានជំនឿថាកើតមកជាតិក្រោយកុំឲ្យដើរផ្ដោតក្តៅកាហាយអ្នកដទៃទៀតហើយសពដែលបូជាសម័យដើមអ្នកដែលអាចបូជាទៅបានគឺតលតែសពអ្នកនឹងមានតម្លៃឧបមាដូចសពព្រាហ្មណ៍សពស្ដេចផែនដីសពមន្ត្រីសពគ្រូអាចារ្យអ្នកមានឋានៈមានចំណេះធំបានគេបូជាដោយព្រះអគ្គីសពសប្បុរសបុគ្គលដែលប្រព្រឹត្តល្អបានគេបូជាដោយព្រះអគ្គីយើងមើលតែប៉ុណ្ណេះយើងមើលកុំនិយាយដល់សម័យដើមរាប់ពាន់ឆ្នាំទៅទៀតយើងមើលត្រឹមសម័យស្ដេចយើងចាប់ពីឆ្នាំ1940 1800ជាងមករហូតនេះគឺតាំងពីបិតារបស់ព្រះបាទនរោត្តមសីហនុព្រះបរមកោដ្ឋរហូតដល់ព្រះបាទនរោត្តមសីហនុព្រះបរមកោដ្ឋព្រះមេដាព្រះបិតានឹងសាច់សាលហិតញាតិទៅវងពេលដែលសោយទីវង្គតទៅគេមិនដែលយកទៅបញ្ចុះឬក៏មិនដែលយកទៅបដែតចោលក្នុងទឹកឬក៏យកទៅចោលក្នុងព្រៃស្មោសានគេមិនដែលធ្វើកិច្ចអស់ហ្នឹងគឺគេធ្វើតែពិធីមួយគត់គឺបូជាដោយព្រះអគ្គីដោយសារគេយកទំនៀមទម្លាប់ពីសម័យដើមមកគឺសពអ្នកមានតម្លៃបំផុតដែលគេបូជាដោយព្រះអគ្គីដោយព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គយើងនិយាយត្រឹមតែព្រះពុទ្ធសមណគោតមនៃយើងជាអង្គម្ចាស់ដែលយើងសិក្សាតាមកន្លងរបស់ព្រះអង្គរាល់ថ្ងៃក៏ព្រះអង្គបូជាដោយព្រះអគ្គីពុទ្ធប្រកាសបៈបកោនីកមនោប្រកាសបោផ្សេងទៀតក៏បូជាដោយព្រះអគ្គីអញ្ចឹងមានន័យថាការបូជាដោយព្រះអគ្គីនោះគឺជាសពបុគ្គលដែលមានតម្លៃតែខ្មែរយើងរាល់ថ្ងៃទៅជាយល់ច្រឡំថាតលបច្ចុះបានមានតម្លៃព្រោះបច្ចុះហ្នឹងគេថាអ្នកហ្នឹងគឺជាបុគ្គលអ្នកមានមុខមាត់តខ្សែចិនអ្នករ៉ូស៊ីតអីនោះបានគេអាចបច្ចុះបានទៅយល់អញ្ចឹងតាមពិតយល់ខុសខ្មែរយើងសម័យដើមតតែសពអ្នកមានតម្លៃបំផុតបានយើងអាចបូជាដោយព្រះអគ្គីបានហ្នឹងឬក៏អ្នកផ្សេងទៀតរដ្ឋមន្ត្រីផ្សេងទៀតដែលគាត់ស្លាប់ទៅគឺសត្វតែបូជាដោយព្រះអគ្គីទាំងអស់សបញ្ជាក់ឲ្យឃើញថាប្រវត្តិដូនតាខ្មែរយើងគេឲ្យតម្លៃទៅលើការបូជាព្រះអគ្គីគេមិនដែលឲ្យតម្លៃទៅលើការបច្ចុះនឹងឬក៏ចោលក្នុងព្រៃស្មោសានឬបដែតចោលក្នុងទឹកទេប៉ុន្តែគ្រាន់ថាពិធីទាំងអស់ហ្នឹងវាមានឥឡូវយើងនិយាយពីកិច្ចសំខាន់ទាំង5មកគ្រាន់ផ្ដើមអំពីលក្ខណៈនៃការរំលាយសពបន្តិចកិច្ចសំខាន់ទាំង5ញាតិញោមដែលត្រូវយល់ក្នុងពិធីបុណ្យសព
ព្រោះកាលណាយើងអត់យល់ក្នុងកិច្ចទាំងអស់ហ្នឹងយើងធ្វើទៅខាតប្រយោជន៍ខាតពេលវេលាអញ្ចឹងតោះតែយើងយល់បានយើងធ្វើទៅចំណេញពេលវេលានិងចំណេញប្រយោជន៍បើញាតិញោមអត់យល់ក្នុងកិច្ចទាំងអស់ហ្នឹងទេគឺយើងធ្វើទៅខាតពេលវេលាខាតប្រយោជន៍ហើយយើងធ្វើហាក់បីដូចជាកាលណាយើងធ្វើទាំងតែមិនយល់ហ្នឹងគឺហាក់បីដូចជាមិនរលូនដោយតែទាញកូនទាញចៅឲ្យមកធ្វើទាំងដែលគ្នាមិនយល់ហ្នឹងគឺធ្វើទាំងបតឹងទឹះនឹងមិនរលូនហើយក៏ផលនៃសេចក្តីដែលផលគុណសម្បត្តិដែលយើងទទួលបានក៏វាអត់បានអីដែរតោះតែយើងឲ្យគាត់យល់ក្នុងកិច្ចទាំងអស់ហ្នឹងដែលអាចារ្យដែលចាស់ទុំដឹកនាំធ្វើហ្នឹងតោះឲ្យគាត់យល់អញ្ចឹងអាចារ្យហ្នឹងពេលពិធីបុណ្យសពគេតែងពន្យល់ឬក៏និមន្តលោកទៅសម្ដែងពធទេសនាអញ្ចឹងបានខ្មែរយើងរាល់ពិធីកម្មទាំងអស់តូចក្តីធំក្តីគេតែងរតនាលោកទៅសម្ដែងពធទេសនាដើម្បីពន្យល់អំពីកិច្ចអស់ហ្នឹងឲ្យគាត់យល់ថាធ្វើដូចម្ដេចទៅបានបុណ្យធ្វើម៉េចមិនបានបុណ្យធ្វើម៉េចត្រូវទៅតាមទំនៀមទម្លាប់ធ្វើម៉េចវាមិនត្រូវតាមទំនៀមទម្លាប់ប្រវេណីបុរាណនិយមផងពុទ្ធនិយមផងឲ្យវាត្រូវអញ្ចឹងវាមានលក្ខណៈសំខាន់5ហ្នឹងទី1គឺពិធីប្រាជ្ញលេខហ្នឹងពេលណាយើងដង្ហែសពទៅកាន់ទីស្មោះសានឬទីបិឆាទីបូជាយើងតែងបាចសាច់រត់រាយប្រងព្រាតលើពធរនីហើយលេខហ្នឹងសម័យក្រោយនេះកូនចៅយើងច្រើនយល់ច្រឡំទៀតអ្នកខ្លះលាយលុយដុល្លារផងលុយខ្មែរផងលាយក្របស្ករផងលាយនេះលាយនោះលាយអ្វីក៏លាយចោះប៉ុន្តែមកចង់និយាយពីបុរាណតាំងពីសម័យពុទ្ធកាលមកលេខដែលគេបាចគឺគេបាចតែលេខញាតិញោមស្គាល់លេខហើយហ្នឹងគឺគេបាចតែលេខហើយនឹងផ្កាច័ន្ទនឹងផ្កាច័ន្ទឬផ្ការុក្ខជាតិវារជាតិផ្សេងគេលាយជាមួយលេខហ្នឹងគឺលាយដោយផ្កាតែសម័យក្រោយនេះមកឃើញលាយក្របស្ករលាយលុយជាពិសេសលុយអ្នកមានគេលាយលុយដុល្លារกระดาษ1រៀលទៅអ្នកក្រល្មមមកជុំទៅគេដាក់กระดาษ100 500 1000តែធៀបពិតយើងយល់ខុសហើយសួរគាត់ថាហេតុអីបានញោមត្រូវដាក់លុយអ្នកខ្លះដូរមកបាវកន្លះបាវអីនោះលុយរៀលយកមកមូដាក់ជាមួយលាយចឹង4 10បាវហែតាំងពីភ្នំពេញដល់កំពង់ចាមអីចឹងដូរលុយរៀលกระดาษ500អីមកបាវអីលាយជាមួយលេខហ្នឹង3 4 5បាវហ្នឹងហែទៅបាចទៅហើយសួរគាត់ហេតុអីបានលាយលុយគាត់ថាបាចលុយហ្នឹងដើម្បីឲ្យដល់អ្នកស្លាប់ហ្នឹងគាត់មានលុយមានកាក់យកទៅប្រើតាមផ្លូវចឹងទៅនេះសុទ្ធតែជាមិច្ឆាទិដ្ឋិយើងមិច្ឆាទិដ្ឋិពេញទីមានន័យថាយើងយល់ខុសទៅទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គមិនសម្ដៅថាពិធីទាំងអស់ដែលយើងធ្វើហ្នឹងជាពិធីសម្រាប់ផ្ដល់ឲ្យផលដល់អ្នកស្លាប់ទេគឺសម្រាប់ពន្យល់យើងអ្នកនៅរស់ចឹងការបាចប្រាជ្ញលេខដូចគ្នាមិនមែនសម្រាប់បាចឲ្យអ្នកដែលស្លាប់ទៅទេគឺបាចដើម្បីឲ្យយើងអ្នកនៅរស់រៀនពិចារណាថាលេខដែលគេបាចរត់រាយប្រងព្រាតលើពធរនីតាមផ្លូវពីផ្ទះរហូតទៅដល់ទីស្មោះសានឬទីបច្ឆាហ្នឹងមានន័យថាលោកឧបមាហាក់បីដូចជាសក់ស្បែកសាច់តសៃឆ្អឹងផ្ទួខ្លួនយើងទៅមូលក្រោយពេលដែលបែកធ្លាយទៅគឺតែងចោលរត់រាយលើពធរនីដូចលេខដែលគេបាចហ្នឹងរកខ្លឹមសារមិនមានរកជាប្រយោជន៍មិនមានព្រោះខ្លួនយើងទាំងអស់គ្នានឹងអត់មានខ្លួនទេគ្រាន់តែជាធាតុ4បើយើងគិតតាមភាសាធម៌ព្រះអង្គសម្ដែងថាខ្លួនយើងគ្រាន់តែជាធាតុ4បតវ័យមួយអបោមួយទេជោមួយដីមួយទឹកមួយភ្លើងមួយខ្យល់មួយក្រោយពេលអសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលប្រលត់ទៅពេលណាគឺខ្លួនយើងបែកធ្លាយទៅជាធាតុ4នឹងវិញទាំងអស់ទៅជាដីទឹកភ្លើងខ្យល់អញ្ចឹងជាតិហ្នឹងយើងមកកើតនៅភ្នំពេញយើងចោលស្បែកចោលសាច់ចោលឆ្អឹងនៅភ្នំពេញដល់យើងស្លាប់ពីភ្នំពេញយើងទៅកើតសៀមរាបយើងចោលសាច់ចោលស្បែកនៅសៀមរាបដល់ស្លាប់ពីសៀមរាបទៅកើតបាត់ដំបងចោលស្បែកចោលសាច់ចោលឆ្អឹងនៅបាត់ដំបងស្លាប់ពីបាត់ដំបងទៅកើតនៅកពតចោលស្បែកចោលស្អឹងចោលសាច់នៅកពតហេតុអីបានមកនិយាយចឹងព្រោះព្រះអង្គសម្ដែងថាវត្តដាក់នឹងវាវិលញាតិញោមបងវាវិលកើតស្លាប់កាលណាមានអវិជ្ជានិងតណ្ហានឹងជាតួមានន័យថានៅតែកើតស្លាប់វិលទៅនៅក្នុងភព3កាមភពខ្លះរូបភពខ្លះអរូបភពខ្លះកាលណាកិលេសវត្តដាក់វាកើតនឹងវត្តដាក់នឹងវាវិលព្រោះដោយសារចំណងគឺកិលេសនឹងកិលេសកិលេសវត្តដាក់នឹងមួយព្រោះតែកិលេសរបស់យើងនឹងហើយនឹងតណ្ហាគឺការជាប់ចម្ពាក់ប្រាថ្នាចង់បានស្អីមួយវាជាហេតុនាំយើងឲ្យកើតមកវិញវិលចុះវិលឡើងនៅក្នុងភព3ហ្នឹងអញ្ចឹងកាលណាយើងកើតស្លាប់តិចយើងកើតនៅទៅនេះយើងចោលសាច់ចោលស្បែកចោលឆ្អឹងនៅទៅដឹងយើងកើតនៅកន្លែងផ្សេងយើងចោលសាច់ចោលស្បែកចោលឆ្អឹងនៅកន្លែងផ្សេងចោលគ្រប់កន្លែងទាំងអស់ដូចលេខដែលគេបាចរត់រាយលើពធរនីនឹងគេឲ្យយើងរៀនពិចារណាថាសាច់ស្បែកសក់តសៃឆ្អឹងរបស់យើងតែងចោលរត់រាយលើពធរនីរកខ្លឹមសារមិនមានដូច្នេះអ្នកទាំងឡាយគួរខំប្រឹងចម្រើនទៅនៅសេចក្តីល្អសន្សំគុណធម៌ក្នុងចិត្តព្រោះដំណើរជីវិតរបស់យើងទៅថ្ងៃខាងមុខគឺមិនមានខ្លឹមសារអ្វីទាំងអស់រូបរាងកាយដែលយើងខំស្អាតស្អាងខំតុបតែងខំរៀបចំមកទីបំផុតតែងចោលរត់រាយលើពធរនីដោយលេខដែលគេបាចតាមផ្លូវអញ្ចឹងកូនប្រពន្ធប្តីស្រីរកជាទីពឹងរកជាខ្លឹមសារមិនមាននឹងគេឲ្យយើងរៀនពិចារណាអញ្ចឹងដើម្បីឲ្យយើងកើតសេចក្តីសង្វេគខំប្រឹងធ្វើបុណ្យសន្សំសេចក្តីល្អខ្លីប៉ុណ្ណឹងចុះអញ្ចឹងអាការបាចលុយបាចអីហ្នឹងអ្នកដែលស្លាប់ទៅអត់អាចទទួលលុយនឹងបានទេហើយបើយើងគិតទៅយើងមិនត្រូវសោះជួនកាលបាចទៅគុណវិបត្តិគឺទី1យើងមិនឲ្យតម្លៃរូបិយប័ណ្ណរបស់យើងទី2គឺពេលដែលយើងបាចទៅជួនកាលមានក្មេងអីវារត់ដដើមរើសទៅឡានកិនគ្នាតាមផ្លូវហ្នឹងទៅដោយសារតែយើង
ណែមិនយល់អំពីពិធីខ្លះយើងធ្វើទៅខាតប្រយោជន៍មានផលប៉ះពាល់ច្រើនអញ្ចឹងណមកលើកទឹកចិត្តញាតិញោមដាក់ក៏ដាក់ចុះប៉ុន្តែមិនគួរគប្បីទេបើយើងចង់បាចអញ្ចឹងឬឧបមាថាយើងមិនមែនចង់បាចដើម្បីឲ្យម្ដាយឪពុករបស់យើងថាចង់ចែកទានបើចង់ចែកទានយើងហៅក្មេងក្នុងស្រុកភូមិមកអង្គុយឲ្យស្រួលហើយយើងចែកឲ្យគ្នាទៅឧទាហរណ៍អញ្ចឹងឥឡូវយើងនិយាយពីពិធីទី2ណពិធីភាសចិញ្ចៀនត្បូងពិធីនេះសំខាន់ដែរពិធីភាសចិញ្ចៀនត្បូងហ្នឹងយើងតែងមានឲ្យតែមានសពចាប់ដើមស្លាប់ដំបូងគឺដូនតាយើងតែងចាប់ដើមរៀបកញ្ជើភាសចិញ្ចៀនត្បូងហ្នឹងមុនគេហ្នឹងហើយដាក់នៅក្បែរដំណេកសពឬចុងជើងសពចុងក្រែរបស់សពហ្នឹងកញ្ជើភាសចិញ្ចៀនត្បូងហ្នឹងមានស្រូវសលៃមកយើងរៀបរាប់មានច្រើនណាស់មានមលូមានទៀនមានធូបមានកណាត់សម្ដុំហ្នឹងមានដូងណាមានប៉ុន្តែអ្វីដែលសំខាន់មកចង់និយាយមានក្អមទឹកមួយហើយនឹងចិញ្ចៀនហ្នឹងគេដាក់ជាប់មាត់ក្អមហ្នឹងគេចងជាប់មាត់ក្អមហ្នឹងហើយគេដាក់ទៀនឬជាគៀងមួយដុតឲ្យឆេះផ្លុងនៅក្នុងកញ្ជើហ្នឹងតើទាំងអស់ហ្នឹងមានន័យដូចម្ដេចគ្រប់អ្វីដែលគាត់ដាក់គឺសុទ្ធតែមានអត្ថន័យទាំងអស់ភ្លើងទៀនឬជាគៀងដែលគាត់ដុតផ្លុងក្នុងកញ្ជើហ្នឹងមានន័យដូចម្ដេចហើយដូចជាក្អមទឹកដែលគាត់ដាក់ឲ្យចងចិញ្ចៀនជាប់មាត់ក្អមហ្នឹងមានន័យដូចម្ដេចមកនិយាយពីរឿងចិញ្ចៀនដែលជាប់មាត់ក្អមឬក៏កវលឬក៏ខ្សែកដូនតាយើងមិនមែនយកតែចិញ្ចៀនទេប៉ុន្តែដោយសារទំនៀមទម្លាប់នេះគេទៅសេក្នុងក្បួនច្បាប់ខ្មែរយើងគេថាចិញ្ចៀនភាសចិញ្ចៀនត្បូងហ្នឹងគឺមានន័យថាភាគច្រើនគេយកចិញ្ចៀនប៉ុន្តែព្រះពុទ្ធព្រះអង្គសម្ដែងថាមិនចង់សម្ដៅទៅលើចិញ្ចៀនទេចង់សម្ដៅទៅលើរបស់អីដែលអ្នកនៅដែលសពហ្នឹងស្រឡាញ់ជាងគេនៅរស់កាលដែលនៅរស់អូម៉ាតគាត់ស្រឡាញ់កវលយកកវលមកចងបើគាត់ស្រឡាញ់ខ្សែកយកខ្សែកមកចងបើគាត់ស្រឡាញ់ចិញ្ចៀនយកចិញ្ចៀនហ្នឹងមកចងហេតុអីបានត្រូវយកមកចងនៅតែហ្នឹងពេលដែលបូជាសពហើយអាចារ្យចាប់ដើមយកអាទឹកក្នុងក្អមហ្នឹងយកទៅវាយបំបែកនៅក្នុងស្ទឹងប៉ុន្តែមុននឹងបំបែកនៅក្នុងស្ទឹងអាត្មានិយាយម្លងតិចញាតិញោមអាក្អមហ្នឹងពេលដែលបូជាហើយពេលមុនបូជាពេលដែលអាចារ្យបើកមកឈូសសពឲ្យកូនចៅមកគោរពណាជាលើកចុងក្រោយមកមើលមុខជាលើកចុងក្រោយហ្នឹងអាចារ្យតែងដោះចិញ្ចៀនឬដោះកវលជាប់មាត់ក្អមហ្នឹងយកមកជូតថ្មិញឬក៏យកមកដាក់នៅលើដៃឬក៏យកមកធ្វើម៉េចឲ្យសពហ្នឹងឲ្យយើងអ្នកនៅរស់ហ្នឹងគាត់ចង់ពិចារណាថាមើលរបស់ដែលគាត់ស្រឡាញ់ជាងគេពេញមួយជីវិតរបស់គាត់កវលដែលគាត់ស្រឡាញ់ជាងគេខ្សែកដែលគាត់ស្រឡាញ់ជាងគេចិញ្ចៀនដែលគាត់ស្រឡាញ់ជាងគេឬរបស់អ្វីមួយដែលគាត់ស្រឡាញ់ជាងគេស្មើដោយជីវិតរបស់គាត់ព្រោះមនុស្សយើងអ្នកខ្លះគឺស្រឡាញ់របស់អ្វីមួយជាទីគាប់ចិត្តរបស់ខ្លួនឯងនឹងស្មើដោយជីវិតចឹងទីបំផុតទៅអ្វីដែលគាត់ខំប្រឹងរកស៊ីលីសៃរៃពុនសន្សំលុយកាក់ប្រាក់កាសឈឺជាក្តៅរងាផ្ដាច់ពីមាត់បង្រត់ពីកអត់ហ៊ានហូបអត់ហ៊ានសម្រាអត់ហ៊ានអ្វីគ្រប់យ៉ាងដើម្បីតែរបស់ហ្នឹងតែទីបំផុតទៅជួនកាលអារបស់ហ្នឹងមិនមែនបានដោយសុចរិតទៀតបានទៅលួចឆក់ផ្លត់កັບកេងប្រវាញ់ចំណែនប្រចាំឈ្នានីឆ្លោះទាស់គេមកដើម្បីបានរបស់ហ្នឹងតែទីបំផុតទៅរបស់ហ្នឹងគេយកទៅដាក់ដល់ថ្មិញគាត់អត់ដឹងយកទៅដាក់ដល់លើដៃគាត់ក៏គាត់អត់ដឹងគេដោះរបស់ហ្នឹងទៅដាក់ជូតថ្មិញគាត់ដាក់ដល់មាត់គាត់ក៏គាត់អត់អាចយកទៅបានគាត់អត់ដឹងឮដាក់ដល់ដៃរបស់គាត់ក៏គាត់អត់អាចយកទៅបានគាត់អត់ដឹងឮចង់យើងអ្នកនៅរស់នេះយកទៅណាក៏គាត់អត់ដឹងឮតែកាលនៅរស់អ្នកណាប៉ះរបស់ដែលគាត់ស្រឡាញ់ហ្នឹងអត់បានទេអញ្ចឹងគេចង់បញ្ជាក់ថារបស់គ្រប់យ៉ាងដែលយើងបានមកនឹងគ្រាន់តែលំអផ្លូវចិត្តយើងមួយខណៈតែប៉ុណ្ណោះដូច្នេះសូមឲ្យបានរបស់ហ្នឹងដោយសុចរិតដោយយុត្តិធម៌កុំប្រឹងចង់បានរបស់ណាមួយដោយក្តៅក្រហាយដោយផ្ដល់សេចក្តីទុកឲ្យមនុស្សជុំវិញខ្លួនយើងគេបង្រៀនយើងអ្នកនៅរស់ទៀតណាព្រោះអារបស់ដែលយើងចង់បានមកហ្នឹងទុកបានដោយទុច្ចរិតក៏ដោយសុចរិតក៏ដោយទីបំផុតទៅគឺយើងអត់អាចយកទៅបានទាំងអស់ទុកចោលទាំងអស់ទី1ហើយអាក្អមទឹកដែលនៅក្នុងក្អមហ្នឹងគេដាក់ទឹកត្រឹមមាត់ក្អមហ្នឹងហើយគេចាក់ខ្លាញ់ដាក់បន្តិចនៅក្នុងក្អមហ្នឹងហើយដល់ពេលបូជាហើយបើយើងមានតពាំងឬតលេពេលដែលរើសឆ្អឹងហើយគេតែងប្រមូលអាកតិចខ្ជុំហ្នឹងយកទៅចាក់ចោលទឹកទលេឬក៏ចោលក្នុងតពាំងឲ្យវាជីមខ្មែរយើងមានជំនឿថាដើម្បីឲ្យមានភាពត្រជាក់ត្រជុំដល់កូនចៅនឹងយើងមានជំនឿហ្នឹងបានយើងចូលចិត្តយកទៅទម្លាក់នៅទលេឬនៅតពាំងពេលដែលទម្លាក់ឆ្អឹងហ្នឹងចូលទៅហើយកតិចខ្ជុំហ្នឹងចូលទៅហើយអាចារ្យវាយបំបែកក្អមហ្នឹងអញ្ចឹងសភាពនៃបំបែកក្អមវាតែងធ្លាក់ចូលទៅក្រោមហើយទឹកវាតែងតែលាយចូលគ្នាជាមួយទឹកប៉ុន្តែអ្វីដែលដែតនៅខាងលើគឺខ្លាញ់ហើយនឹងប្រេងដែលគាត់ចាក់ចូលហើយគាត់ចាប់ផ្ដើមពន្យល់ទៀតថាអាសភាពទឹកវាលាយទៅជាមួយទឹកអំបែងក្អមវាធ្លាក់ទៅខាងក្រោមខ្លាញ់វាអណ្ដែតនៅខាងលើគាត់ចង់បញ្យល់ថាម្ដាយឪពុកយើងពេលដែលស្លាប់ទៅបើសិនជាការដែលគាត់នៅរស់គាត់ធ្វើបាបច្រើនធ្វើសេចក្តីអាក្រក់កើតគឺវាធ្ងន់ហាក់បីដូចជាអំបែងក្អមវាត្រូវធ្លាក់ទៅក្រោមប៉ុន្តែបើគាត់ធ្វើសេចក្តីល្អច្រើនកូនចៅកុំបារម្ភគាត់ពិតជានៅខាងលើគឺមកកើតជាកន្លែងកំណើតដ៏ល្អទៅមនុស្សស័ក្តិសម្បត្តិតឹងចាក់ឬក៏ទេវៈស័ក្តិសម្បត្តិតឹងចាក់ទៅរូបព្រំក្រីទៅអរូបព្រំក្រីទៅកន្លែងណាមួយនឹងដែលល្អហាក់បីដូចជាខ្លាញ់ហើយនឹងទឹកវាអត់អាចលាយចូលគ្នាបានទេនឹងវាតែងទៅផ្លូវផ្សេងពីគ្នាអញ្ចឹងកូនចៅកុំបារម្ភបើគាត់ធ្វើអាក្រក់គាត់ទៅក្រោមហ្នឹងហើយបើគាត់ធ្វើល្អគាត់ពិតជានៅខាងលើនឹងគាត់ទៅកើតកន្លែងល្អទី2គេចង់បញ្យល់អញ្ចឹងចុះអាចជាគៀងឬទៀនដែលដុតផ្លុងហ្នឹងមានន័យដូចម្ដេចមកសង្ខេបខ្លីៗសង្ឃឹមដល់កណ្ណាញាតិញោមអាចស្ដាប់ទៅយល់បានជាពិសេសកណ្ណាគ្រប់អង្គអាចយល់ខ្លះហើយញាតិញោមខ្លះគាត់មិនយល់មេងៗ
ទីមួយទៀតនោះដែលនៅក្នុងកញ្ជើប្រាជ្ញលេខនឹងដែរយើងមានភេទសញ្ជាតិត្បូងនឹងដែរយើងមានដុតទៀនឬជាគៀងឆេះខ្លងនៅក្នុងកញ្ជើហ្នឹងតើអាហ្នឹងតំណាងឲ្យស្អីចង់ធ្វើដើម្បីអីគឺគេចង់សម្ដៅថាភ្លើងជាគៀងដែលឆេះនេះគឺឆេះបានអាស្រ័យដល់សាបឆេះហើយនឹងជាតិប្រេងហ្នឹងដែលអាចឆេះទៅបានទៀនក៏អាចឆេះទៅបានគឺអាស្រ័យដល់សារជាតិទៀនហើយនឹងបច្ឆេះរបស់ទៀនពេលណាអស់បច្ឆេះក៏អាលុតពេលណាអស់ជាតិទៀនក៏អាលុតហើយជួនកាលទៅបច្ឆេះមិនតាន់អស់ទៀនមិនតាន់អស់តែវាអាលុតកដាលទីគាត់ចង់បញ្យល់យើងថាម៉េចគិតទៅពិធីដូនតាខ្មែរយើងមួយមានតម្លៃណាគ្រាន់តែយើងអត់យល់ពីអត្តន័យនិងបេះដូងរបស់គាត់ដែលគាត់លើកឡើងគឺគាត់ចង់សម្ដៅថាអាភ្លើងដែលឆេះហ្នឹងគឺសម្ដៅដល់ខ្សែជីវិតរបស់យើងជីវិតរបស់យើងគ្រប់គ្នាកាលណាជីវិតរបស់យើងណាផុតរលត់ទៅពេលណាយើងទៅដោយសារអាយុកយេនមរណៈអស់អាយុក្តីបញ្ញកយេនមរណៈដោយសារអស់បុណ្យក្តីស្លាប់ដោយសារអស់បុណ្យក្តីកម្មកយេនមរណៈស្លាប់ដោយសារកម្មមកកាប់ផ្ដាច់ក្តីអាយុកយេនមរណៈហ្នឹងញាតិញោមដូចឧទាហរណ៍ថាយើងអាយុ90 80ស្លាប់អាហ្នឹងគេហៅថាអស់អាយុដល់ពេលដល់វេលាបញ្ញកយេនមរណៈជួនកាលយើងសម្រានទៅផ្លឹងទៅដោយស្រួលហ្នឹងអង្គុយទៅផ្លឹងទៅអាហ្នឹងគេហៅអស់បុណ្យដល់អាកម្មមកយេនមរណៈដើរគេបាញ់ស្លាប់គេកាប់ស្លាប់ឡើងចង់ថ្នត់ធ្លាក់ចង់ថ្នត់ជិះឡានកាន់អាហ្នឹងគេហៅថាកម្មមកកាប់ផ្ដាច់ហ្នឹងអញ្ចឹងប៉ុណ្ណឹងចុះគាត់ចង់បញ្ជាក់ញាតិញោមថាខ្សែជីវិតរបស់យើងដូចភ្លើងជាគៀងភ្លើងទៀនដែលឆេះរីឯដែលខ្សែដែលរូបកាយរបស់យើងនេះហាក់បីដូចជាបច្ឆេះទៀនឬក៏ហាក់បីដូចជារូបកាយយើងដូចបច្ឆេះទៀនណាហើយអាជាតិទៀនហ្នឹងហាក់បីដូចបុណ្យកុសលរបស់យើងដែលសន្សំអញ្ចឹងមានន័យថាកាលណាអស់បុណ្យទៀនហ្នឹងអាលុតកាលណាអស់បុណ្យជីវិតយើងប្រលត់ទៅហើយបច្ឆេះនេះកាលណាអស់ជាតិប្រេងឬជាតិទៀនបច្ឆេះទៅជារបស់លែងមានខ្លឹមសារប្រើការលែងកើតយ៉ាងណារូបកាយយើងកាលណាខ្យល់ដកដង្ហើមចេញចូលប្រលត់ទៅអាខ្យល់ដកដង្ហើមចេញចូលនេះគឺប្រលត់ពេលណារូបកាយនេះហាក់បីដូចជាបច្ឆេះទៀនឬបច្ឆេះជាគៀងដែលប្រើការលែងកើតយកមកធ្វើជាប្រយោជន៍អីលែងកើតទៀតអញ្ចឹងគាត់ចង់បញ្យល់ថាយើងចង់ឲ្យឆេះបានយូរយើងចាក់ប្រេងឲ្យច្រើនទៅចង់ឲ្យឆេះបានយូរយកជាតិទៀនមកឲ្យច្រើនមកចឹងយ៉ាងណាយើងចង់រស់រៀនមានជីវិតបានយូរខំប្រឹងធ្វើបុណ្យឲ្យបានច្រើនទៅសន្សំសេចក្តីល្អបានច្រើនទៅយើងនឹងរស់រៀនមានជីវិតបានយូរហាក់បីដូចយើងចង់ឲ្យជាគៀងឲ្យឆេះបានយូរយើងចាក់ប្រេងនឹងឲ្យបានច្រើនឬក៏ប្រេងនឹងចិត្តអស់យើងចាក់ប្រេងបន្ថែមមានន័យថាជាតិហ្នឹងបើយើងខ្វះអីមួយយើងខំប្រឹងធ្វើបុណ្យបំពេញអាហ្នឹងទៅជាតិក្រោយយើងនឹងគ្រប់នៅអ្វីដែលយើងកំពុងតែខ្វះខាតឥឡូវហ្នឹងណាអាហ្នឹងចឹងញាតិញោមកន្លែងភេទសញ្ជាតិត្បូងមានន័យថាយើងស្លាប់ទៅយើងយកអីអត់បានអញ្ចឹងយើងប្រើឲ្យអស់លទ្ធភាពតាមដែលយើងអាចប្រើបានបច្ចុប្បន្នយើងចែករំលែកដល់អ្នកក្រខ្សត់អត់លំបាកឧបមាថាយើងធ្វើសាលារៀនឲ្យក្មេងនៅតំបន់ដាច់ស្រយាលឬក៏យើងប្រើអីមួយជាសាធារណប្រយោជន៍ដែលយើងអាចប្រើជាប្រយោជន៍បានមួយចំណែកទៀតយើងទុកសម្រាប់កូនចៅយើងបន្តទៀតទោះបីយើងដឹងថាយើងស្លាប់ទៅគេលែងស្គាល់យើងជាឪជាម៉ែក៏ដោយប៉ុន្តែជាឈាមដែលយើងបានបង្កើតឡើងហើយយើងទុកឲ្យគេមួយចំណែកអញ្ចឹងបានព្រះអង្គសម្ដែងថាមានទ្រព្យត្រូវប្រើទ្រព្យឲ្យត្រូវមានលក្ខណៈ4មួយម៉ាត់ទៀតចុះញាតិញោមប្រើឲ្យអស់លទ្ធភាពហ្នឹងគឺប្រើក្នុងផ្លូវ4ហ្នឹងទី1កាលណាមានទ្រព្យគឺនឹកម្ដាយនឹកឪពុកមុនគេបំរើម្ដាយបំរើឪពុកធ្វើអ្វីឲ្យម្ដាយឪពុកនឹងរីកចម្រើនបានរស់នៅជាសុខសិនដំបូងគេមានទ្រព្យនឹកម៉ែនឹកឪមុនគេព្រះសម្ដែងអញ្ចឹងទើបយើងចាយទ្រព្យហ្នឹងទៅវាចម្រើនកាន់តែចាយកាន់តែចម្រើនទី1មានទ្រព្យបំរើម៉ែបំរើឪមុនគេបន្ទាប់មកដោះបំណុលថ្មីគឺចិញ្ចឹមបុត្រភរិយាមានលុយមានទ្រព្យនឹកប្រពន្ធកូនមុនគេប៉ុន្តែខ្មែរឬក៏មិនតាខ្មែរយើងទេមនុស្សយើងកាលពីនៅក្រទ្រព្យនឹកប្រពន្ធនឹកកូនដល់ពេលមានទ្រព្យចេះនឹករឿងអីផ្សេងអញ្ចឹងទីក៏អញ្ចឹងបានព្រះលោកហាមយើងថាចង់ប្រើទ្រព្យឲ្យត្រូវពេលណាមានទ្រព្យនឹកម្ដាយនឹកឪពុកមុនគេបន្ទាប់មកនឹកប្រពន្ធកូនខ្លួនឯងឲ្យប្រពន្ធខ្លួនឯងល្អឲ្យកូនខ្លួនឯងល្អឲ្យប្រពន្ធខ្លួនឯងរីកចម្រើនឲ្យកូនខ្លួនឯងរីកចម្រើនសិនចង់ដើមសិនបន្ទាប់មកគឺនឹងបោះចូលក្នុងជ្រុះជ្រៅគឺសម្ដៅដល់កាពះកាលណាយើងប្រឹងចង់មានផ្លេចកាពះផ្លេចដេកផ្លេចពួនផ្លេចម៉ោងផ្លេចពេលផ្លេចវេលាពេលអាយុខ្លីមិនទាន់បានប្រើទ្រព្យហ្នឹងអញ្ចឹងព្រះអង្គសម្ដែងថាហេតុនាំឲ្យប្រើទ្រព្យចម្រើនគឺទៅប្រើក្នុងផ្លូវ4ហ្នឹងហើយមួយទៀតគឺកប់ទុកក្នុងពធរនីសម្ដៅដល់ការធ្វើបុណ្យនឹងធ្វើបុណ្យឲ្យទានតាមអ្វីដែលយើងអាចធ្វើបានទុកជាសម្ពាយសម្រាប់លឿងទៅមុខទៀតទៅកុំឲ្យវាខ្វះខាតនឹងអាហ្នឹងអញ្ចឹងខ្លីប៉ុណ្្នឹងចុះអញ្ចឹងយើងប្រើអ្វីដែលយើងអាចប្រើបានឲ្យអស់លទ្ធភាពជាសាធារណប្រយោជន៍ឲ្យបានច្រើនតទៅកិច្ចសំខាន់នឹងកិច្ចសំខាន់ទី3សណ្ដោងស្បូវភ្លាំងសណ្ដោងស្បូវភ្លាំងហ្នឹងគេតែងឲ្យអ្នកបួសមុខភ្លើងហ្នឹងណាដើរនៅខាងមុខគេមានធ្នូមានស្នាហើយមានសណ្ដោងស្បូវភ្លាំងជាប់នៅហ្នឹងក្បាលរបស់អ្នកបួសមុខភ្លើងហ្នឹងដូចអាត្មាហ្នឹងញាតិញោមអ្នកចងសណ្ដោងស្បូវភ្លាំងជាប់នឹងក្បាលហ្នឹងការនិយមស្រីស្លាប់ហ្នឹងប៉ុន្តែការនោះអត់តន់យល់អីទេមិនយល់ដូចញាតិញោមអញ្ចឹងហេតុអីបានគេចងក្បាលសណ្ដោងស្បូវភ្លាំងជាប់នឹងក្បាលជាប់មកបញ្ឈូសសពហើយដើរទៅមុនគេអញ្ចឹងទៅគេចង់សម្ដៅថាយើងទាំងអស់គ្នាដែលកំពុងតែដើរដង្ហែសាកសពទាំងអស់គ្នាហ្នឹងគឺមុនក្រោយយូរឆាប់តែងទាញចូលទៅរកសេចក្តីស្លាប់ដូចអ្នកនៅក្នុងមឈូសហ្នឹងចឹងហ្នឹងដានគេចងពីក្បាលយើងអ្នកនៅរស់ដែលកំពុងដើរនោះភ្ជាប់ជាមួយមឈូសហ្នឹងដើម្បីចង់បញ្ជាក់បញ្យល់យើងថាមុនក្រោយយូរឆាប់
dương cái đây kê cái đây không anh cái đây chặt cái đây cung ta được sập đôi sọp không mà chung nữa chứ tiền châu tao sẽ cái sập đôi thì môn cầu dù chập về cái miên cò lọ cọ so mau clau bẩn đất cứ tay như rốt tao sẽ cái sập nó đôi thì phía sau ông lê cái thằng quan về ông miên thu về để plau tao được môi đôi thì đó nè à chẳng riêng tao plau nó đôi thì môn cầu dù chập chẳng dương prong chầm rào tao nó sẽ cái lọ đôi thì nè còn trong phải vô chẳng không prong bẩm pin sẽ cái lọ cục khả năng chất bởi dương chia cái riêng viết miền tiên miền sáu miền phiêu vấn đề bờ mà cục bỏng miền sáu sớm thị bài nhà cái nhé chẳng dừng prong chầm rào tao nó sẽ cái lọ chẳng phần năng chót sẵn đòn sâu phèn đó nâng trong phải chẹt thầy dương cái đây kê cái đây miên cái đây cro cái đây lọ cái đây cro cái đây một tay cái đây riết cái đây môn cầu vô chắp tay là tiên tao sẽ cái sáp đôi sọp để nấu không bị chua hơn chăng tí buồn cam vị thi nó prai rút hỏi nâng cam vị thi buông một lơn nâng cam vị thi buông một lơn đấy chỉ cách sầm khăn môi không vị thi bồn sọp còn đấy dương rồi ngay còn đào khó đây mà thường khó cho mà mai chơi phải vô cục cả lại đó còn đây pe khăn đâu tại đào khó nè buông một lơn nâng nó mà khơi nâu và can cho oi tầm miền đã slap dương tay buông một lơn chỉ tu từ bón tẻ à quay để khó mình men khó nâu trong dương buông tê khó nâu trong còi pe buông háo dương ọt đăng thật tao nè buông nâng trâu miên tu để ti ấy trâu thơ ấy cho non đám nè để buông một lơn pe để buông hái rứ cọp phèm nâng buông về mình toán cào sọt liệt bẹ xó xong sờ pram sần và tọp mong quay nó có bài sạ sọp nè hay bờ buông toán thì chập đào tập buông cho miền ấy buông một lệt nè group tam thò tam bên đây chẳng tới một bên cạnh một lệt nè mình men opasam patia chỉ bị khổ ấy những buông chỉ sao mà đây thò mà đàn chẳng nọ tôi từ tôi sẽ khai bọt buông hơi dây bị buông hơi cứ là biết này nè buông một lớn ọt đôi trả lời tê à lâu nít buông hơi chẳng đau tao cả lại nhiêu tông coi tóc chỉ môi nhiêu nè thông nè tôi dây lên đi nó bị nó khó tầng nè buông một lương nắng kiểu buông hai màu nè nhiệt nắng trâu riệp cầm rào mũi nó có bay mà chu sọp mà đai được bụng nắng được dây lì tà nắng cứ nông coi sờ má thích chầm rào tao nó sờ tập than là sâu nằng miên cai da là pasana sờ tập than vết tần đi là pasana sờ tập than chặt ta là pasana sờ tập than hay sờ tệ nắng trâu rồi lắc chỉ đấy miên bột thiên là sờ tệ thom miên là sờ tệ sang kia say la chạ kia tê viên mà chạy đàm cái ao quạt nắng rồi lắc rươi nấu là sờ tệ nắng trâu rồi lắc rươi hay sờ tập than là sâu đầy dương trâu rồi lắc nắng đôi tham phải chạy chân nâng cứ coi đầm co chất đầm bay ấy đầm bay đầm co chất ở mũ đầm bay chầm rào tao được bon của sói chỉ coi như này thích sầm rạp nẹt slap không prăng chầm rào chất ở bàn lọ bò để sọt tì mùi tì pí mong coi thăng tham nơi các bay bị chu sọp nâng đầm bay ở côn trao rươi nhiệt để mau nạp đọt thuộc mau chỉ phải xe côn trao sạch nhiệt màu dung mà sài nắng trong ở khơi tham miên tập hết nè buông được này tê tôm ai cắt vào đây tôm đầu viên vọt ở sóng xa tôm ai cắt vào đây tôm đầu chiết chỉ riệp chia thị mà là cứ ca slap bay prắc này đi chụp hai prot đôi dương cặp bông để chụp nâng to là dương bua nè sang phô bua chỉ pa về chất phục tơ là pro một chạy để thoát xoay rồi là một cái thoát pol ca trắc đắng ban lên cao lên chắc lên chữ lên slap đôi dương cặp bông chụp cách tì pì chẳng tìm muối cứ cách sầm khăn đầm bay chầm rào chỉ bon chỉ có sáu hai đầm bay chầm rào bon có sáu đòn nẹt slap bán to là dương phục pro một chạy để thôi to là dương hạt bột lót đom ọp lom chật hay bộ đôi mai dây mấy bua hai đào ta cả lại nhiều nè nẹt một nẹt ca đôi thằng nẹt bua nó thọt chỉ ọc nha thọt chạy đóm chân mật theo ai máu cho tầng cùi kê phật xí ai tầng cùi tóc chỉ muối cái đá ọt trời tiền cứ dựng bùa hái dương mong coi nó có bay mình chu sọp nó cứ smart smart nè sợi tệ nó trâu rồi lắc nâu sẽ đây lọ mùi tiết cứ đầm bay ở nẹt ruột thằng ọc này nó bị cha na thằng miên tập hết nẹt bùa để phải tết tớm ai thưa ơi sẽ đây tốc nó bị clear pro tấu sẽ đây sọc ngọc lâu chất về cả là miên tập nẹt bùa để này tết tớm ai rồi lọt tấu nấu chiết chỉ riệp chiết thích đừng bắt nặng bà còn đang cho cái này chắp ở đó cái đôi chỉ miên trầm ngọn này khôngពិធីបួសមុខភ្លើងនេះដែរសម្រាប់លក្ខខណ្ឌអ្នកដែលអាចបួសបាននៅក្នុងការបួសបំពេញកិច្ចមុខភ្លើងនេះតើមានលក្ខខណ្ឌយ៉ាងណាដែរដូចមានលក្ខខណ្ឌនេះទេឲ្យតែមនុស្សហ្នឹងមិនចាំបាច់ត្រូវជាសាច់ញាតិក៏អាចបួសបានត្រូវជាសាច់ញាតិក៏អាចបួសបានប៉ុន្តែបើយើងនិយាយពីវិន័យក្នុងពុទ្ធសាសនាបើយើងចង់បួសនឹងរស់នៅជាអចិន្ត្រៃយ៍មានន័យថាបួសជាបព្វជិតដោយមិនមែនជាបួសមុខភ្លើងអានឹងមានលក្ខខណ្ឌច្រើនកណាបាទបើយើងនិយាយលក្ខខណ្ឌហ្នឹងពេលវេលាវែងទៀតឧបមាសំបីតកើតរោគស្រែងក៏គេមិនឲ្យបួសខ្វាន់ខ្វាក់ពីការដៃពីការជើងក៏គេមិនឲ្យបួសមានលក្ខណៈច្រើនយ៉ាងនឹងមានលក្ខណៈច្រើនយ៉ាងមិនពេញលក្ខណៈមនុស្សសតិមិនគ្រប់អីក៏គេមិនឲ្យបួសនឹងអាហ្នឹងបើយើងចង់បួសជាអចិន្ត្រៃយ៍តែបើសិនបួសមុខភ្លើងមួយផ្លែតសម្រាប់បំពេញកិច្ចគោរពគុណមេដាបៃតាគឺមានលក្ខណៈមិនហាមឃាត់ទេគឺយើងបួសបែបណាក៏បានត្រូវជាកូនក៏បួសបានត្រូវជាចៅក៏បួសបានកើតរោគស្រែងក៏អាចបួសបានកើតស្អីក៏អាចបួសបានដែរមានន័យថាយើងបួសបំពេញកិច្ចដើម្បីគោរពគុណមេដាបៃតាយើងក្នុងមួយសប្តាហ៍ឬក៏កន្លះខែប៉ុណ្ណឹងតែបើយើងបួសជាអចិន្ត្រៃយ៍មានលក្ខណៈច្រើនមិនទាន់បានបញ្ជាក់រឿងហ្នឹងទេដោយសារពេលវេលារបស់យើងមកនិយាយរឿងពិធីមួយទៀតឲ្យចប់ក្នុងកិច្ចសំខាន់ទាំង5ហ្នឹងគឺពិធីចុងក្រោយប្រែរូបហ្នឹងនេះអាប្រែរូបហ្នឹងពេលដែលយើងបូជាសពហើយអាចារ្យចាក់ទឹកបលុតនិងទឹកសាដាគឺទឹកដូងនឹងក្តីបលុតទៅដើម្បីឲ្យឆ្អឹងហ្នឹងកុំឲ្យវានៅវាមានពណ៌ល្អអញ្ចឹងយើងចាក់ទឹកសាដាហ្នឹងរលត់បលុតភ្លើងហ្នឹងហើយ
nó rơi chăng ở con trâu mà rơi chăng muốn đừng rơi chăng nâng cứ ở trái chọc đau do chọc chích rước có chờ để con can đừng đáy cứ ở trà phục rước ở trà vô ký tay miền chọc chích mới can chọc đừng đáy rước có chờ mới được chọc đừng đáy nó muốn đừng rơi chăng nó còn do chọc chích rơi chờ nó còn cu hui ha còn cu xì nhà vùng mũi chỉ có ba hơi cu chọi mùi chọi pí chịp nè chọi cả đá chỉ chầm mò chọi khom chầm mọt hãy ô mà cầu mất tua luôn tiền sòng khang mất đáy tiền sòng khang cầu mất trường hãy còn xua con trâu tầng o để mò chuột chung nó cả lại xuông nắng cả lại ăn nắng còn xua con trâu tầng o tham mưa ở quay để ta cu nước đôi mà đại dương ấy rùm nước đôi mà đại dương ấy đôi được cục dương ấy đò con trâu tầng o sloi vừa đẹp mà đong phong pi đong bong bay đong khó còn cu lúp đò bay đo nâu từ xua từ đáy thật đôi nẹt slap ót còn cu nưng ai con cháu sẽ ba chỉ tham mình đôi tê tại anh cu mình đôi một mai trong một cái này trắng âu trong một cái này trắng nè à ọt đôi tê trắng bá này trái chắp vào ông bị vô luôn phần là lâu ở trái có ọt sâu bị vô cách ọt đang đây nè ngày phân tay tùng điên tùng lọp dưỡng kỳ trâu bình vô còn thả lâu ní khi mình đái thua cách bình vô trăng ở con vô tới khả năng thưa trăng thấp nó mình prom bình vô rồi mình được bình vô trắng kỳ thua đàm bay ấy đôn tay dưỡng kỳ trong bình vô tha pro p để rơi ăn nắng á con và cao rồi con và xa rồi ôn quạt p đây một khơi trăng lọp tần đâu chia mặt đai tầng mul lọp tần đâu chỉ ở bốc tầng mũ đo mặt đo cả lấy khơi trăng tờ tê trong cái sổ vay dung tọt slot nẹt khắc keng đua trong từng nâng đời xa sờ lạnh mà đái sờ lạnh ở bốc ca để nâu luôn ta để nâu luôn nó cứ luôn tầng mũ hay đo một khơi trăng cả tay trăng nó về thôi ai tọt slot sẽ đây tọt slot ca lang kháng nẹt khắc sờ lóp nẹt khắc dung rồi hốt đo keng trong tới bán kia và cao cam một tí nó quần vô ta cầu này còn anh cắt chặt từ chụp dung chụp sai chụp tuôn sau tiệp từ tục bay chỉ do và ăn và prom na do một củ việcรูปมาได้พวกยังวิศวกรหรือจัตรกรในปากกายกู้เวียมุกอ่อยโดยอย่างนะก็บานตรำแต่โดยมุกโดยมอดโดยรูปเรียงปนใต้เวียเหมือนไอเมียนไซเมียนเชียมเมียนอาการะหน้าเมียนchỉ vật ai tăng đâuหรือก็โยบโกน้ำมาจุบมากู้มาวิหอยเหมือนนึกนั่งรอไว้คือเหมือนไอตีจังยังชกตัวสาวชกสักซูหรือชกสไนสำนักอะไรไหลจังปุ๊บรูปเด็กเครียดปลอดแต่หายกี่จังไปโยนจังก็เอายืนนั่งเวียดดอนเราเสียใจตกคลังไปนังการนำมาคืนจังถ้าสิ่งใดส่งไว้ก็การลังพลังจังเกย์ไปโยนกรรมวิธีนั้นทั้งตัวใบเจี๋ยบกโกลเมียนรัดอ่ำนายหรือกับวิศวกรวิจัตรกรไกกู้ยังนะก็มันอาจุบบกโกลได้สลับไปให้อ่อยรุ่มมาเป็นบางตีจังยืงชบสไนสำนักอะไรไหลตุยเศร้าคลังไปตื้อปรังจำราญสิ่งใดหล่อจูนกอดตื้อไปยืงสลายกอดนั่นนั่งจังจังกรอนสรบมาวิ่งแต่ซีรกไหลจอบต่างออกนี้หน่อยจำราญโปรยิดโยมถักกัดต่างปรามนั้นคือnhiệt nhôm nó ăn được vót tới to là dương vô tự dương trần đánh bị giàu hơi bao mình vô bọc mãi nhiệt nhôm ai trôi tôi không trần này rồi có ai sắp tham gia làm vinh bán lồng ắt này ngày đến dương vô tam pi về lý nhiệt nhôm vô cách tầng pram nó cứ cách tầng pram nó sờ rốc được lấy máu cứ thưa đầm bay dương đã đâu luôn ở dương riêng bị cha là tầng mình vẽ pon chỉ mũi nẹt để slap tới tì pho bị giàu để thưa đầm bay nẹt slap cứ cách sang cả ta tẹt cả nào tiên mũi cốt bỏ nừng sầm rạp chỉพอไปย่อยดอนเนี่ยสลับจังปนังจ้อสมประการนายnhiệt nhômสมได้ประเทศรันตระครุบปองnhiệt nhômประเสริฐต้องออกจู่ประสอบทางสกายซอกสกายมารันรุ่ยพอดจ่าตกไปที่กอตั้งปีดอนเลยสกายซอกสกายยังซอกเพียบหล่อต้องออกเนี่ยนะสมซอกจำราญต้องออก